នេះខ្ញុំប្រកាសណាអាត្មាភាពបាននិមន្តមកដល់ប្រាសាទកោះកេរស្រុកគោលែនខេត្តព្រះវិហារហើយជួបជាមួយនឹងញាតិញោមយើងមកពីខេត្តស្វាយតងខេត្តមកជ្រូកដូចគ្នាដែលគាត់បានមកទស្សនានៅប្រាសាទកោះកេរនេះតែគាត់ជួនអីដល់ម៉ោងគាត់ត្រឡប់ទៅវិញចឹងខ្ញុំប្រកាសណាអាត្មាភាពទាំង5ព្រះអង្គ5ព្រះអង្គទៀតនិមន្តចូលទៅខាងក្នុងប្រាសាទដំបូងគឺប្រាសាទក្រហមដែលគេកំពុងតែជួសជុលនឹងមើលបរិវេណជុំវិញប្រាសាទក្រហមដែលនេះគឺជាផ្លូវចូលហើយដើមឈើដើមស្រឡាវឯធំណាស់ទៀតអើយសម្បូរដើមឈើដែលមានឈ្មោះសត្វតាឈើមានឈ្មោះនេះគឺជាបរិវេណប្រាសាទប្រាសាទក្រហមនេះប្រាសាទក្រហមដែលគេកំពុងតែជួសជុលគេអត់បានបើកទ្វារឲ្យចូលទេដោយសារខ្លាចក្រែងគ្រោះថ្នាក់ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិគាត់តែបានមើលពីខាងហើយប្រាសាទក្រហមនេះគឺកសាងឡើងអំពីឥដ្ឋក្រហមចាញ់ពីប្រាសាទក្រហមក៏ខាងស្ដាំដែរផ្លូវចូលប្រាសាទមួយទៀតតែមានស្រះព័ទ្ធជុំវិញប្រៀបបានដូចជាប្រាសាទអង្គរវត្តចឹងដែរប៉ុន្តែស្រះនេះតូចអត់ធំប៉ុន្មានទេហើយខ្ញុំប្រកាសណាអាត្មាភាពគ្រប់ព្រះអង្គបាននិមន្តចូលទៅអមតាមសងខាងដងផ្លូវគឺមានសុទ្ធសឹងតែដើមឈើដោយដើមស្រឡាវដើមព្រីងដើមកគីម្សាវដើមស្វាយព្រៃច្រើនណាស់សុទ្ធតែដើមឈើម្លប់ឲ្យត្រជាក់តែម្ដងជាការធ្វើដំណើរចង់ដឹងចង់ស្គាល់បើទោះបីផ្លូវលំបាកឬក៏ហត់យ៉ាងណាក៏ខំចូលទៅដែរបំណាច់ថាខំយាត្រាមកអំពីទីឆ្ងាយហើយរួចហើយក៏ធ្វើដំណើរប្រាសាទនេះទៅដល់ខ្លោងទ្វារច្រកចូលនេះជាខ្លោងទ្វារច្រកចូលប្រាសាទកោះកេរដែលជាប្រាសាទមួយដ៏ធំនៅកណ្ដាលទ្រូងព្រៃតែម្ដងនេះកំពុងហើយក៏ងាកទៅខាងស្ដាំដែរធ្វើដំណើរតាមផ្លូវខាងស្ដាំដែរយកចាប់ជ្រុងពីខាងស្ដាំមកខ្ពស់ទៀតហើយប៉ុន្តែឃើញថាការឈរត្រឹងនៅឃើញនៅស្អាតនេះរៀបចំក៏ឡើងតាមកម្មចន្ទាឡើងទៅលើដើម្បីទស្សនាសម្រាប់ធម្មជាតិក៏ដូចជាតួប្រាសាទទាំងមូលតែខាងលើមានអ្វីខ្លះនេះគឺដោយសារចង់ដឹងហត់ប៉ុន្តែចេះតែចង់ដឹងហើយលេខដែលតាមកម្មចន្ទានោះគឺជាលេខដែលដាក់សម្រាប់សម្គាល់ប្រមាណកម្មហើយអញ្ចឹងក៏ធ្វើដំណើរឡើងទៅទៀតទោះបីហត់ញើសជោកយ៉ាងណាក៏ដោយដែលបំណាច់តែចង់ស្គាល់ចង់ដឹងហើយចេះតែខិតខំយាត្រានិងឆ្លៀតថតវីដេអូនេះដើម្បីចែកជូនចំពោះញាតិញោមដែលអត់ទាន់បានអញ្ជើញមកនេះធ្វើដំណើរឡើងលើដូចជាជាន់ទី3អីហើយដែលខ្ញុំគណៈអាត្មាកំពុងឈរនេះឡើងទៅដល់កំពូលថតបរិវេណជុំវិញផ្លូវឡើងកម្មចន្ទានេះហើយទិដ្ឋភាពព្រៃព្រឹក្សាលតាវល់ពណ៌បៃតងកំពុងតែលាតសន្ធឹងគួរជាទីពិតពិលរមិលមើហើយនៅដល់លើកំពូលនេះដែលខ្ញុំបករណាអាត្មាកំពុងឈរនៅលើកំពូលនេះហើយកយគុណមើលទៅសភាពពណ៌បៃតងហើយចម្លាក់គ្រុឌនេះស្អាតណាស់ប៉ុន្តែដែលថាចង់រលប់នឹងរបេះអស់ខ្លះហើយបើនៅស្រស់នៅស្អាតតែម្ដងមិនដឹងថាយ៉ាងណាយ៉ាងណីទេណានេះមើលតែក្បាច់នេះល្អិតឆ្មិញមើលស្នាដៃពុព្វវីរបុរសរបស់យើងហើយនៅកណ្ដាលនេះគឺមានរូងចុះទៅក្រោមដែលលើចាស់អ្នករូងនេះថាតម្លាក់ដងទៅហើយចាញ់នៅខាងស្ទឹងមួយខាងទៀតហើយគ្រាន់តែជ្រងដាក់ប៉ុណ្្នឹងឲ្យបងប្អូនបានឃើញអ្នកមកព្រៃព្រឹក្សាលតាវល់តូចធំដែលកំពុងដុះត្រៀមត្រាណែនណាន់តាន់តាប់នៅលើទ្រូងព្រៃនៅលើផ្ទៃដៃនៃស្រុកគូលែនខេត្តព្រះវិហារយ៉ាងនេះឯងជាងការនិមន្តមកថ្ងៃនេះទោះបីយ៉ាងណាក៏បានកម្រងអនុស្សាវរីយ៍ជីវីដេអូនេះដើម្បីប្រកេននិងជូនអ្នកទស្សនាតាមកញ្ចក់ទូរស័ព្ទឲ្យបានទស្សនា
บริเวณจุดวิ่งบรรทอมปีขยมประกาศนาธรรมาเพียบจบปีเลยประสาทมาวิ่งเมื่อสมาเจ้าคิวสระงัดแต่มาดองจีส่วนทอมาเจียดได้โดนตาระบบเยิงบานบนซอลตุกเมาเมื่อจรุงนาก่อนเราแต่สะอาดจึงได้อันนี้แต่จีดำทนาวจึงแต่มันแมนแต่บางปอนคือจีทมอซอทมอถมๆอ่ะเห็นกันนะก็เลยปีประสาทจบมาเคยสมันแต่ดำทนาวเรามาเมื่อดอลบ้านดังท่าดมทมอจึงก็บ้านทวดำนาจานยมปีประสาทในข้างมุกนี่คือเมียนดามสำเราดอทมได้บังมาลบตระเจะตระชึงตระชัยแต่มาดองในดอลจะรอจันจะเรากระดามสำเราแต่สมในจูนรูปดำไรได้ฉลามปีทมอสะอาดอาเตียน้อยเป็นนังปีชนำนามาได้แต่เจตีเครื่องสการะโบเจจึงวิดีโอในเมียนแต่ปปันในไอบาเมียนการโคชกรรมชกงเอาไว้มวยสมประนัยอภัยเต้าดอกยมประกาศนาธรรมาเพียรพอง